អូខេអ្នកទាំងអស់គ្នាបានស្ដាប់សាច់រឿងរបស់បងប្រុសហើយគាត់បានចែកម្លែករឿងអ្នកចិត្តខាងចិត្តស្អៀតហើយបើស្ដាប់មកយើងគិតមើលចុងក្រោយថាមួយឆ្នាំក្រោយនេះបើអ្នកមកនៅថ្មីច្បាស់ជាជឿថាបងចិត្តបានអីចឹងទៅប៉ុន្តែវាមានដើមហេតុរបស់វាការអត់ធ្មត់មនុស្សមានដែនកំណត់មិនអញ្ចឹងហ៎អញ្ចឹងវាផុតដែនកំណត់ហើយគឺលេងធွာក្តៅទៅវិញដែរអញ្ចឹងនេះគឺសាច់រឿងរបស់បងដែលគាត់បានឡើងមកចែកម្លែកនៅកម្មវិធី Gangster Secret របស់យើងនេះហើយឥឡូវយើងមានចង់ឲ្យបងបើមានឱកាសនិយាយទៅកាន់អ្នកចិត្តខាងនិយាយពីអីទៅកាន់គាត់ចុងក្រោយចេះខ្ញុំមិនដឹងថាគាត់មើលទៅគាត់រើសដាក់ខ្លួនអត់ទេបាទបើសាច់បើតាមសាច់រឿងហ្នឹងបើគ្រូសាហ្នឹងស្ដាប់ទៅខ្ញុំជឿថាគាត់ដឹងហើយអានេះខ្ញុំនិយាយត្រង់ហ្មងព្រោះយើងអត់មានចេតនាទៅថតអាសកម្មភាពហ្នឹងបោះ Facebook កុំឲ្យវាចេញជារឿងផ្សេងអញ្ចឹងបាទខ្ញុំឃើញថាអូមានឱកាសមកនិយាយអារឿងក្នុងចិត្តហ្នឹងខ្ញុំគាត់ថាដំបងឆាតមកថាអូគេលោកគេឲ្យឡើងអីអញ្ចឹងណាតែក្រុមការងារគាត់ថាបងវែងមានរឿងអីក៏បាននិយាយឥឡូវបានមកនិយាយហ្នឹងខ្ញុំធូរដែរធូរហើយសង្ឃឹមថាគេបានមើលអាវីដេអូហ្នឹងអញ្ចឹងទៅម្ចាស់ផ្ទះហ្នឹងឃើញក៏ឲ្យគិតថាអាពេលដែលអ្នកមកដំបងខ្ញុំមកដំបងផ្ទះហ្នឹងអ្នកធ្លាប់ចេញចូលស្រួលអ្នកធ្លាប់ធ្វើអីពេលដែលអត់ទាន់មានម្ចាស់នៅដល់ពេលមានម្ចាស់នៅគេធ្វើមកអត់យល់ពីការរស់នៅរបស់អ្នកចិត្តខាងខ្លួនឯងចេះតែគិតថាអូខ្លួនឯងធ្វើអញ្ចឹងក៏ត្រូវធ្វើមិនក៏ត្រូវអត់ចេះក្រែងចិត្តគេចុងក្រោយគេចិត្តច្អៀតក៏គេហ្នឹងខ្លាចជាមនុស្សចិត្តច្អៀតហ្នឹងហើយអញ្ចឹងខ្ញុំសង្ឃឹមថាឲ្យចេះថ្លឹងថ្លែងផងព្រោះយើងនៅជាប់គ្នាហើយខ្ញុំមិនចង់ទៅមានបញ្ហាឆ្លោះឈ្នះចាញ់អីទេរឿងវាចេញអារឿងកប៉ិកកប៉ុកហ្នឹងទៅថាទៅប្តឹងផ្ដាល់អីបែបម៉េចវានឹងប្តឹងអីឈ្នះយកអីអញ្ចឹងគ្រាន់តែថាឲ្យយល់ថាគេកំណាញ់ហ្នឹងគេកំណាញ់មកពីអីតែបើផ្ទះជាប់ខ្ញុំខាងឆ្វេងដៃនេះវិញខ្ញុំប្រាប់គាត់បងបែងចតអីមានបងប្អូនអីត្រូវអីមកប្រាប់ខ្ញុំមកអត់អីទេតែគាត់ហ្នឹងប្រហែលគាត់ត្រូវនៅដែរទេគាត់អត់មានអីទេបាទហ្នឹងហើយអញ្ចឹងខ្ញុំថាបានឃើញហើយឲ្យចេះក្រែងចិត្តផងជួនកាលគេមិននិយាយចេះតែធ្វើនេះធ្វើនោះមុខផ្ទះគេអីគេអញ្ចឹងឲ្យចេះក្រែងចិត្តឥឡូវដូចងើបពីធ្វើការមកបើកមកកៅអៅហើយស្មាត់ទោសខោក្នុងខោអីទាំងស្នួលនៅមុខផ្ទះយើងហើយយើងត្រូវទៅលើកចេញហើយកៅអៅគេហើយយើងទៅលើកកៅអៅគេទាំងសើមហ្នឹងចេញហើយយើងបើកឡានទៅវាហ្នឹងហើយមានតែប៉ុណ្្នឹងខ្ញុំថាអូនិយាយទៅវារៀងស្រឡះបន្តិចអូខេគាត់បាយយើងថត Facebook ហ្នឹងហើយអូខេបង